បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទថ្ងៃនេះខ្ញុំបាទសូមលើកយកឃ្លីបនៅការផ្សំមេត្រាប់ញងបាទការផ្សំមេត្រាប់ញងដើម្បីយកទៅដាំហើយងាយស្រួលបានផលបាទគឺការកាត់គឺយើងកាត់ប្រវែងមួយចង្អាមហើយជ្រើសរើសមេត្រាប់ញងហ្នឹងមិនខ្ចីពេកហើយក៏មិនចាស់ពេកដែរបាទបន្ទាប់មកគឺយើងត្រាំជាមួយនឹងទឹកថ្នាំបណ្ដុះឫសដែលយើងអាចធ្វើបានពីកំពីហើយនឹងឬក៏គោជុលឬក៏ខារបៅយើងហ្នឹងបាទអូខេបន្ទាប់ពីយើងធ្វើការត្រាំហើយគឺយើងត្រាំក្នុងរយៈពេលយ៉ាងតិចបំផុតគឺ25នាទីបាទយ៉ាងតិចបំផុតគឺ25នាទីបាទបន្ទាប់មកគឺយើងយកកែវផ្លាស្ទិកបាទដែលយើងត្រៀមនៅក្នុងការផ្សំបាទជាមួយនឹងដីបាទដីគឺដីយើងដីស្រែយើងធម្មតាក៏បានដែរហើយជាមួយនឹងអង្កាមពុកបាទអូខេនេះគឺយើងធ្វើការផ្សំយកតែម្ដងសូមបញ្ជាក់ថាក្នុងការផ្សំនេះគឺវាឲ្យផលលឿនបាទឲ្យផលលឿនជាងដែលយើងដាំគ្រាប់បាទអញ្ចឹងយើងគ្រាន់តែធ្វើការស្រោចទឹកចូលទៅដីដែលយើងផ្សំហ្នឹងគឺយើងច្បល់ដីដែលយើងផ្សំហ្នឹងឲ្យមានទឹកល្មមបាទកុំឲ្យទឹកវាជ្រាបពេកបាទគឺមកល្មមដែលយើងពូតដូចជាម្សៅនំបញ្ចុកអញ្ចឹងបាទយើងពូតមកល្មមហើយវាល្មុតល្អបាទអញ្ចឹងយើងកូរគ្នាបាទបន្ទាប់ពីយើងធ្វើការផ្សំបែបហ្នឹងហើយគឺបានរយៈពេល20ទៅ25ថ្ងៃហ្នឹងគឺវាចាប់ផ្ដើមដុះឫសហើយបាទគឺវាចាប់ផ្ដើមដុះឫសហើយ20ទៅ25ថ្ងៃហ្នឹងគឺដុះឫសយើងអាចយកទៅដាំក៏បានដែរប៉ុន្តែបើយើងទុកក្នុងរយៈពេល1សប្តាហ៍ទៀតហើយចាំយកទៅដាំនោះគឺវាអត់អន់ទេបាទអញ្ចឹងតាំងពីការយើងរៀបចំផ្សំហ្នឹងគឺក្នុងរយៈពេល1ខែហ្នឹងគឺយើងអាចយកទៅដាំបានហើយបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនដាំគ្រាប់ឬក៏ពូជត្រប់ញងដែលយើងគ្រាន់តែបដោះហ្នឹងគឺមួយអាទិត្យទៅ10ថ្ងៃទៅហើយអញ្ចឹងមួយខែហ្នឹងគឺវាក្រផ្លែបាទអញ្ចឹងគឺវាក្រផ្លែអញ្ចឹងយើងផ្សំមែកវាយកមកធ្វើពូជតែម្ដងសូមបញ្ជាក់ថាវាមានអាយុនឹងការប្រមូលផលរបស់វានឹងឲ្យផលលឿនជាងដែលយើងបដោះគ្រាប់បាទនេះគឺការដែលយើងលាយដីគឺលាយមកល្មុតបាទមកល្មមបាទហើយមានពុកម៉ែបងប្អូនមួយចំនួនទៀតនេះគាត់ថាត្រូវការបុកវាឲ្យហាប់ទេទៅក្នុងកែវជ័រហ្នឹងគឺមិនបាច់ទេបាទគឺយើងដាក់ជាធម្មតាទេបាទគឺយើងធ្វើការដោតយកតែម្ដងបាទដោតបែបនេះបាទអញ្ចឹងក្នុងការដោតនេះពុកម៉ែបងប្អូនអាចផ្សំដោយមិនបាច់ចាំក្របផ្លាស្ទិកក៏បានដែរបាទគឺធ្វើការផ្សំយកតែម្ដងក៏បានដែរប៉ុន្តែវាដុះដូចគ្នាប៉ុន្តែវាដុះរាងយឺតបន្តិចហើយវាមានភាពពិបាកនៅក្នុងការស្រោចទឹករាល់ថ្ងៃតែបើសិនជាពុកម៉ែបងប្អូនផ្សំបែបដូចនេះគឺมันហត់ពិបាកស្រោចទឹកទេបាទគឺយើងលាយទឹកជាមួយនឹងដីដែលយើងផ្សំមកល្មមល្មមហើយគឺយើងធ្វើការឃុំផ្លាស្ទិកដើម្បីរក្សាសំណើមដីបាទកុំឲ្យវាស្ងួតបាទអញ្ចឹងយើងធ្វើការផ្សំបែបហ្នឹងក្នុងរយៈពេល15ថ្ងៃទៅ25ថ្ងៃហ្នឹងគឺវានឹងដុះឫសហើយបាទគឺនឹងដុះឫសហើយបាទនេះបាទប៉ុណ្ណឹងមកគឺជាការស្រេចតែម្ដងអូខេសម្រាប់ពុកម៉ែបងប្អូនដែលចង់ដាំត្រប់ញងបាទហើយឲ្យផលលឿននេះពុកម៉ែបងប្អូនអាចធ្វើការផ្សំសាកល្បងដោយខ្លួនឯងបានបាទងាយស្រួលទេគ្រាន់តែធ្វើបែបហ្នឹងបាទអូខេអញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនដែលបានទស្សនាហើយជួយចែករំលែកបន្តបាទទៅដល់កសិករយើងដែលគាត់កំពុងតែប្រកបអាជីពដាំនៅត្រប់ញងនេះឲ្យគាត់បានស្វែងយល់នៃការបំបែកពូជពីមែកបន្ថែមផងដែរបាទអូខេខ្ញុំសូមអរគុណសម្រាប់ពុកម៉ែបងប្អូនដែលទស្សនានៅคลิปវីដេអូនេះតាំងពីដើមរហូតដល់ចប់ក៏សូមជួយ share និងចែករំលែកបន្តផងសូមអរគុណបាទសូមជម្រាបលា